ជំរាបសួរខ្ញុំបាទខូចភាសាថ្ងៃនេះខ្ញុំចង់បង្ហាញអំពី exercise ចំនួន4សម្រាប់អ្នកដែលមានខ្នងកោងឬអ្នកដែលអង្គុយធ្វើការយូរដើម្បីឲ្យខ្នងយើងប្រើមកជាត្រង់បែបធម្មជាតិវិញតោះមកហាត់ជាមួយខ្ញុំទាំងអស់គ្នាខ្សែទី1គឺយើងហាត់ជាមួយខ្សែហើយនិងខ្សែពួរនេះហើយយើងកាន់ទាំងពីរហើយយើងផ្ដេកខ្លួនហើយដាក់ជើងមកក្រោយម្ខាងរួចទាញមកក្រោយដោយឲ្យបបដៃនៅកម្ពស់ភ្នែករបស់យើងអាចធ្វើបែបនេះពី10ទៅ15ដងចំនួន3ទៅ4សេតបានវិស័យទី2គេហៅថា bird dog ដោយយើងលុតជង្គង់ហើយដាក់ដៃចុះបន្ទាប់មកលើកដៃស្ដាំហើយនឹងជើងឆ្វេងស្របគ្នាបន្ទាប់មកដូរដៃអូខេយើងអាចធ្វើបែបនេះពី10ទៅ20ដងមួយព្យាយាមប្រើសាច់ដុំក្បាលពោះដើម្បីទប់លំនឹងហើយលាដៃលាជើងឲ្យត្រង់អូខេ exercise ទី3គេហៅថា cat cow ដល់យើងដូចជង្គង់ចាស់ដូចក្បាច់ទី2ដែរដាក់ដៃដូចគ្នាហើយក្បាច់នេះគឺផ្ដោតទៅលើឆ្អឹងខ្នងរបស់យើងដល់យើងចំកោងខ្នងឲ្យកោងបែបនេះរួចហើយអែនរួចមើលទៅលើ1 2តើអេសាយមួយទៀតគឺយើងហាត់នៅកន្លែងនេះដូចគ្នាចំហដូចគ្នាគាត់ថាយើងចាប់ផ្ដើមដោយដាក់ដៃម្ខាងនៅលើសៀតផ្ការួចបែរតែងដៃទៅលើបែបនេះ1 2 3អូខេហើយយើងដូរដៃអាចធ្វើម្ខាងពី10ទៅ15បានអរគុណសម្រាប់ការតាមដានវីដេអូសូមកុំភ្លេចជួយ like និង follow ទាំងអស់គ្នាសម្រាប់វីដេអូអំពីលំហាត់ប្រាណបន្ថែមទៀតជម្រាបលា